ជំរាបសួរអំពូមីងទាំងអស់គ្នាព្រឹកនេះថ្ងៃទី2ខែ12 2025ជំរាបជូនជាដំណឹងពុកម៉ែបងប្អូនដល់រដូវកាលថ្មីសម្រាប់ដំឡូងមីនៅខាងភូមិជប់រំដេងពុកម៉ែបងប្អូនស្តង់ដំឡូងម៉ាក់លីហេងគឺចាប់ផ្ដើមបើកទទួលទិញហើយចំពោះទីតាំងទី2របស់ម៉ាក់លីហេងហើយចំពោះពុកម៉ែបងប្អូនដែលហាលចិត្តលៀនថ្ងៃនេះគឺអាចសាបានចាប់ផ្ដើមបើកទទួលទិញចាប់ពីថ្ងៃនេះតទៅសម្រាប់តម្លៃវិញគឺឃើញថាល្អប្រសើរពុកម៉ែបងប្អូនទោះបីវាមិនទាន់ថ្លៃខ្ពស់ប៉ុន្តែម៉ាក់លីហេងទិញក្នុងតម្លៃល្អជូនចំពោះពុកម៉ែបងប្អូនមានដំណងចង់លក់អ្នកនៅឆ្ងាយនៅជិតអាចដឹកយកទៅលក់បានទាំងអស់គ្នាហើយចំពោះបងប្អូនអ្នកដែលនៅក្នុងភូមិកញ្ចាន់រុនបងប្អូនមានស្រូវមានដលងចង់លក់មិនថាស្រូវសើមស្រូវស្ងួតពុកម៉ែបងប្អូនអាចយកមកលក់នឹងស្តង់ដំឡូងម៉ាក់លីហេងបានដូចគ្នាថ្លឹងចាយលុយពុកម៉ែបងប្អូនសំខាន់មានអីវ៉ាន់គឺមានលុយចាយតែម្ដងហើយចំពោះពុកម៉ែបងប្អូនលើលៀនមានដលងស្ងួត10តោន20តោន30តោនពេលដែលខែនេះអត់ទាន់ជាខែសម្បូរទេពុកម៉ែបងប្អូនមានអាចកាត់ដាក់ឲ្យឡានម៉ាក់លីហេងបានម៉ាក់លីហេងឲ្យឡានចូលកាត់គ្រប់ទីកន្លែងតែម្ដងនៅក្នុងស្រុកវ៉ារិនយើងតែម្ដងពុកម៉ែបងប្អូនហើយចំពោះតម្លៃកាត់បងប្អូនកាត់ទៅតាមជាក់ស្ដែងទៅតាមតម្លៃនៅវៀតណាមឬមួយក៏តម្លៃនៅខាងក្រុមហ៊ុនជាក់ស្ដែងបើម៉ាក់លីហេងលក់បានថ្លៃកាត់ថ្លៃលក់បានថោកគឺកាត់ថោកពុកម៉ែបងប្អូនហើយកុំថាអូពុកម៉ែបងប្អូនកាត់ឲ្យអ្នកនេះអ្នកនោះថ្លៃអូពុកម៉ែបងប្អូនម៉ាក់លីហេងគឺកាត់ទៅតាមតម្លៃទេហើយជាពិសេសម៉ាក់លីហេងសុំទោសមែនទែនចំពោះអ៊ំពូមីងដែលបានទេទូរស័ព្ទចូលក្នុងលេខម៉ាក់លីហេងក៏ទុយ32នឹងបងប្អូនអើយគឺរវល់ខ្លាំងរវល់រហូតដល់ថ្នាក់ឮទូរស័ព្ទយំហើយដៃប្រឡាក់អត់បានមកលើកទូរស័ព្ទពុកម៉ែបងប្អូនបានចឹងណាម៉ាក់លីហេងក៏សូមទោសចំពោះពុកម៉ែបងប្អូនដែលមិនបានលើកទូរស័ព្ទហើយក៏អរគុណសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់រាប់អានម៉ាក់លីហេងមិនថានៅជិតនៅឆ្ងាយជាពិសេសគឺបងអ្នករ៉ូស៊ីមិនថារ៉ូស៊ីស្រូវរ៉ូស៊ីដលងតែងតែទេមកម៉ាក់លីហេងមានរបស់លក់អត់ដូចជាដលងមីឬមួយក៏ស្រូវពុកម៉ែបងប្អូនគឺមានច្រើនដោយសារអីដោយសារម៉ាក់លីហេងគឺលេង Facebook ហើយនឹងលេង Page ចឹងហើយអ៊ំពូមីងគឺគាត់មើលឃើញច្រើននិយាយរួមទៅគឺម៉ាក់លីហេងផ្សព្វផ្សាយខ្លួនឯងឲ្យមានអ្នកស្គាល់ទលំទលាយចឹងហើយបងប្អូនក៏គាត់ស្គាល់ច្រើនទេមកតេតងសួររោស្រូវរោដលងតែម៉ាក់លីហេងសុំទោសពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារការទិញរបស់ម៉ាក់លីហេងនេះគឺលក្ខណៈទិញនៅក្នុងភូមិនៅក្នុងស្រុកចាស់ហើយគឺវាមិនជាសម្បូរបែបដូចថាសម្បូរស្រូវឬមួយក៏ដលងច្រើនដល់ថ្នាក់ថាចែក